លោកខួនផុនរតនៈឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃទី20ខែឧសភាឆ្នាំ2026បានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោកខឹម អេនីអគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារនៃក្រុមហ៊ុន Sky Anchor Airlines នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូលភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពទូទៅនៃការធ្វើដំណើរតាមអាកាសចរ Sky Anchor Airlines ទៅមករបស់ប្រជាជនកម្ពុជានិងកូរ៉េព្រមទាំងបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងគោលដៅសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនខ្មែរដែលតែងតែទុកចិត្តនិងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Sky Anchor និងបង្កើនចំនួនអ្នកទេសចរកូរ៉េទៅទស្សនាប្រទេសកម្ពុជាក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូតបានជម្រាបលោកខឹមអំពីគម្រោងរៀបចំព្រឹត្តិការណ៍ធំរបស់ស្ថានទូតក្នុងពេលខាងមុខនិងបានស្នើក្រុមហ៊ុនចូលរួមសហការគាំទ្រផងដែរទន្ទឹមនឹងនេះលោកបានជម្រាបលោកខឹមថាមានភ្ញៀវទេសចរកូរ៉េនិងបរទេសជាច្រើនមានបំណងទៅទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជាដូច្នេះសង្ឃឹមថាក្រុមហ៊ុននឹងពិចារណាពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូលទៅខេត្តសៀមរាបដើម្បីសម្រួលដល់អ្នកទេសចរដែលមានបំណងធ្វើដំណើរកម្សាន្តដោយផ្ទាល់ទៅកាន់ខេត្តសៀមរាបជាការឆ្លើយតបលោកខឹមបានលើកឡើងថាក្រុមហ៊ុន Sky Anchor Airlines ក៏មានគម្រោងរៀបចំជើងហោះហើរត្រង់ទៅខេត្តសៀមរាបសម្រាប់រដូវរងាខាងមុខនេះផងដែរ